សួស្តីអ្នកនរគ្នាអញ្ចឹងថ្ងៃនេះខ្ញុំធ្វើវីដេអូបង្ហាញពីរបៀបធ្វើឲ្យ Windows Activate របស់យើងនេះឲ្យវាមាន license មកវិញបាទក៏ដូចជាកម្មវិធី Word Excel ដែលជាប់license យើងអាចធ្វើការផ្ដាច់វាបានដូចគ្នាបាទអញ្ចឹង Word របស់ខ្ញុំនេះវាអស់ license ហើយអញ្ចឹងយើងអាចប្រើប្រាស់វាបានទេយើងឧទាហរណ៍ទៅចូលទៅគឺវាទាមទារឲ្យយើងដាក់ទៅលើ key line សិតអញ្ចឹងយើងអត់មានទេឥឡូវខ្ញុំធ្វើវិធីបង្ហាញអ្នកទាំងអស់គ្នាតែម្ដងបាទអញ្ចឹងដំបូងគឺយើងចូលទៅកាន់កម្មវិធីនេះមួយទៅគឺ KMS បាទអញ្ចឹងខ្ញុំយកជាសាមលេខយើងចុចយក yes មកអញ្ចឹងកន្លែងនេះរងចាំបន្តិចទៅចឹងខ្ញុំធ្វើទាំងពីរតែម្ដងគឺទី1យើងយកទៅកាន់ Activate Windows អញ្ចឹងចេញមកផ្ទាំងបែបនេះយើងចុចទៅលើលេខ1បាទទៅលើលេខ1 Activate Start for Windows and Office អញ្ចឹងយើងចុចយកលេខ1មកបាទតមកទៀតយើងមើលកន្លែងនេះមាន8ចំណុចសម្រាប់ធ្វើការចុចអញ្ចឹងខ្ញុំសូមធ្វើការចុចយកចំណុចលេខ1ទៀតបាទរួចហើយកន្លែងនេះខាងក្រោមនេះគេសួរថាតើយើងចង់ធ្វើទៅលើ Windows ទៅលើ Office ឬក៏ All អញ្ចឹងបើសិនជាយើងយកសម្រាប់តែ Windows យើងចុច W មកហើយបើយើងយក Office យើងចុចកន្លែង Office នេះមកប៉ុន្តែខ្ញុំយកទាំងពីរឥឡូវខ្ញុំចុចអក្សរ A បាទអញ្ចឹងកន្លែងនេះរងចាំបន្តិចចុច OK មកបាទអញ្ចឹង Activate Process Start Please wait អញ្ចឹងយើងរងចាំឲ្យវាដំណើរការចប់ទៅបាទអញ្ចឹងវាបានដាក់Pro Plus 2021អញ្ចឹងបាន Activate ហើយ Activate បាទអញ្ចឹងទី1គឺបាន Activate ហើយបាទហើយនេះយើងមើលទៅកាន់កន្លែងនេះគឺបាត់ពាក្យថា Activate ហើយណាហ្នឹងហើយអញ្ចឹងចំពោះកម្មវិធី Word Excel បាន180ថ្ងៃអញ្ចឹងយើងអាចធ្វើការចុចទៅលើចំណុចណាមួយក៏បានដែរដើម្បីធ្វើការ continue ឥឡូវខ្ញុំចុច Back មួយដើម្បីធ្វើការបញ្ចប់វាហើយយើងចុចលេខ7ដើម្បីបិទអញ្ចឹងយើងបិទកម្មវិធីនឹងវិញអញ្ចឹងយើងចូលទៅមើលកម្មវិធី Excel របស់យើងវិញតើអាចប្រើបានវិញហើយឬនៅបាទអញ្ចឹងExcel នេះគឺប្រើប្រាស់បានវិញហើយយើងដោយចាំបាច់ទាមទារដាក់លេខកូដអីទេហើយកន្លែង Activate របស់ Windows នេះក៏បានបាត់ដែរអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេបាទអរគុណច្រើន